តោះមកលេខខេត្តបាត់ដំបងជាមួយខ្ញុំទាំងអស់គ្នាសួស្តីអ្នកនរគ្នាស្រាប់ថ្ងៃនេះផងដែរគឺខ្ញុំមកដល់ទីក្រុងខេត្តបាត់ដំបងហើយរឿងដែលខ្ញុំធ្វើភ្លេចនោះគឺការមកបន់ស្រន់នៅទីសក្ការៈបូជាលោកតាដំបងក្រញូងដែលស្ថិតនៅចំកណ្ដាលនៃទីក្រុងបាត់ដំបងតែម្ដងព្រោះខ្ញុំមិនដែលភ្លេចទេនៅពេលដែលខ្ញុំធ្វើដំណើរមិនថាទីជិតទីឆ្ងាយអ្នកនរគ្នាហើយបន្តមកក៏យើងធ្វើដំណើរទៅញ៉ាំអីនៅមណ្ឌលវិទ្យាល័យព្រះមនីវង្សដែលខ្ញុំធ្លាប់ជាអតីតសិស្សនៅសាលារៀនមួយនេះផងដែរហើយខ្ញុំក៏ភ្លេចទេជាមួយនឹងកាហ្វេ2000រៀលគឺឆ្ងាញ់អ្នកនរគ្នាហើយជាមួយនឹងបាយស្រូប3000រៀលបើនិយាយរួមទៅគឺមានតែ5000គឺរស់ហើយអ្នកនរគ្នានៅបាត់ដំបងហើយនេះគឺជាទីតាំងទី1ដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្គាល់ទីតាំងមួយនេះផងដែរមានឈ្មោះថាហ្វាពន្លឺសិល្បៈអ្នកនរគ្នាឃើញរញ៉េរញ៉ៃនៅសារតែគេធ្វើការរៀបចំដើម្បីធ្វើការពិព័រណ៍សិល្បៈដង្ហែក្បួននៅថ្ងៃទី8ខាងមុខហើយក្នុងនោះផងដែរក៏ខ្ញុំបានចូលរួមចំណែកក្នុងការជួយដូចគ្នាគឺការសម្ដែងដល់ការផាត់និយាយរួមទៅគឺខ្ញុំរែកតែខ្លួនឯង10លើ10លើការសម្ដែងហ្មងអ្នកគ្នាបើម្ចាស់រូបរបស់គេហ្មងគឺគេអត់ខ្វល់អ្នកនរគ្នាគេផ្ដោតទៅលើការងាររបស់គេហ្មងហើយខ្ញុំភ្លេចបញ្ជាក់គាត់ក៏ជាមិត្តភក្តិរបស់ខ្ញុំដូចគ្នាហើយខ្ញុំនេះចេះតែអ្នកស្ងៀមចេះចង់ជួយបាទមិនជួយបំផ្លាញរបស់គេអ្នកនរគ្នាគឺចេះផាត់ទៅខ្ញុំនឹងផាត់ស្អីបើនិយាយពីទីតាំងហ្នឹងគឺ fresh អ្នកនរគ្នាសម្រាប់ខ្ញុំផ្ទាល់ក្នុងនោះផងដែរមានសិល្បៈជាច្រើនអ្នកនរគ្នាគាត់ថាខ្ញុំថតដល់បានព្រោះថាពីទីតាំងមួយទៅទីតាំងមួយគឺពណ៌ចម្រុះហ្មងអ្នកនរគ្នាគឺស្អាតសម្រាប់ខ្ញុំព្រោះអ្នកនរគ្នាបានដឹងអញ្ចឹងពាក្យថាសិល្បៈគឺមិនផ្ដោតទៅលើការច្រៀងតែមួយមុខទេអ្នកនរគ្នាក្នុងនោះក៏រួមបញ្ចូលជាមួយនឹងសិល្បៈគំនូរការច្រៀងការរាំការសម្ដែងដូចគ្នាបើនិយាយពីស្នាដៃរបស់មិត្តភក្តិរបស់ខ្ញុំវិញគឺ a mental break up ហ្មងអ្នកនរគ្នា100លើ10សម្រាប់អ្នកដែលចង់ថតរូបសាកសៅទេឲ្យមកដល់ទីតាំងនេះបានអ្នកនរគ្នាជាពិសេសគឺអ្នកដែលស្រឡាញ់សិល្បៈនៃការគូរអ្នកនរគ្នាគឺមកដល់គឺអខបំណងអ្នកនរគ្នាស្អាតឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌គឺច្រើនអ្នកនរគ្នារួមបញ្ចូលគ្នាតែមួយហ្មងហើយជាពិសេសសម្រាប់បងដែលចង់ស្វែងរកកន្លែងដែលទីតាំងងាយស្រួលរៀងរីឡេកជាមួយនឹងទេសភាពនានាឲ្យមកដល់ទីតាំងនេះបានហើយនេះគឺជាទីតាំងទី2ដែលខ្ញុំចង់ recommend បន្តទីកន្លែងនេះមានឈ្មោះថា Kayo សម្រាប់ទីតាំងមួយនេះផងដែរនៅពេលដែលខ្ញុំទៅដល់គឺមានអារម្មណ៍ថាប្លែកដោយសារតែភាពច្នៃប្រឌិតនៃការរៀបចំការតុបតែងរបស់គេគឺប្លែកអារម្មណ៍មែនទែនអ្នកនរគ្នាដោយសារតែទីតាំងមួយរំលេចដោយធម្មជាតិថាទាំងផ្លូវដើរកន្លែងអង្គុយគឺត្រូវ vibe បំផុតសម្រាប់អ្នកបកកែថតរូបដូចខ្ញុំជាហើយខ្ញុំក៏បាន order ជាមួយនឹងទិរិនមួយកែវ relax ជាមួយនឹងទេសភាពនៅខាងមុខខ្ញុំផ្ទាល់បើនិយាយពីចំណារអារម្មណ៍ខ្ញុំផ្ទាល់គឺស្អាតអ្នកនរគ្នាកន្លែងហ្នឹងគឺខ្ញុំចាប់អារម្មណ៍បំផុតទៅលើការតុបតែងរបស់គាត់គឺថាគ្រប់ប្លង់គឺយើងសិតសឹងតែអាចថតរូបបានទាំងអស់អ្នកនរគ្នាមិនថាទាំង inside ឬ outside អ្នកនរគ្នាគឺសិតសឹងតែកន្លែងស្អាតហើយបើយើងនិយាយពីខាងក្នុងវិញគឺ vibe របស់គេដូចជប៉ុនកាត់ការ៉េចឹងអ្នកនរគ្នាគឺស្អាតសម្រាប់ខ្ញុំចឹងសម្រាប់អ្នកដែលចង់ឈៀលតែពីអ្នកអីឲ្យមកដល់ទីតាំង Kayo នេះបានហើយនេះគឺជាទីតាំងទី3ដែលគេប្រារព្ធទៅនឹងកម្មវិធីមួយដែលមានឈ្មោះថា Art Festival បាត់ដំបងសម្រាប់កម្មវិធីនេះផងដែរគឺគេប្រារព្ធឡើងចំនួន8ថ្ងៃអ្នកនរគ្នាចាប់ពីថ្ងៃទី3ដល់ថ្ងៃទី8ខែវិច្ឆិកាអ្នកនរគ្នាហើយខ្ញុំក៏បានចូលរួមដូចគ្នានៅថ្ងៃទី6ដែលមានជាការពាក់ក្បិនអ្នកគ្នាអ្នកកណូប៉ាត់តែអូជឿចយម្លាយហើយខ្ញុំក៏បានប្រមូលជាមួយនឹងច្រៀងដែលមិត្តភ័ក្តិខ្ញុំបានលក់ដូចគ្នាបាទមកឆាមកនេះហើយទីតាំងនៅខាងមុខទីតាំងនោះលក់មនុស្សច្រើនទៅអត់ដាល់ជួបគ្នាថ្ងៃទី8ផ្លែទៀតអត់គ្នាបាទគឺលើគឺបាក់វាហើយគឺមានជាការហត់ជាខ្លាំងព្រោះ show stand by ម៉ោងចង់8ម៉ោងឯអ្នកនរគ្នាមនុស្សទូទៅក៏ដែរតែសម្រាប់ខ្ញុំពាក់ក្បិនលើកទី1គឺពិបាកខ្លាំងឯអ្នកនរគ្នាអើយហើយយើងក៏បានទៅញ៉ាំបបរដើម្បីជំនួយកាពះគឺហត់ជាខ្លាំងសម្រាប់កម្មវិធីនៅតែប្រព្រឹត្តជាធម្មតាថ្ងៃបំផុតនៃការបញ្ចប់កម្មវិធីគឺថ្ងៃទី8ខែវិច្ឆិកាអ្នកនរគ្នាគឺស្អែកនឹងផ្ទាល់តែម្ដងអញ្ចឹងកុំភ្លេចមកចូលរួមឲ្យបានទាំងអស់គ្នាដើម្បីលើកស្ទួយនៃវប្បធម៌នៃអរិយធម៌នៃប្រទេសជាតិរបស់យើងហើយជាពិសេសគឺបង្ហាញអ្វីដែលជារបស់ខ្មែរអរគុណ